បាទសួស្តីបងប្អូនទាំងអស់គ្នាចឹងឯនេះខ្ញុំចង់លើកអំពី ICC យកមកនិយាយជាមួយបងប្អូនបន្តិច ICC ហ្នឹងគេហៅតុលាការអក្រិតកម្មអន្តរជាតិអញ្ចឹងតើ ICC ហ្នឹងគេមានតួនាទីធ្វើស្អីខ្លះនៅពេលដែលយើងតែនិយាយថាប្តឹងទៅតុលាការអន្តរជាតិទៅប្តឹងទៅ ICC ទៅប្តឹងទៅ ICC ទៅអញ្ចឹង ICC ហ្នឹងគេមានតួនាទីគេធ្វើអីខ្លះអញ្ចឹង ICC អ្វីដែលខ្ញុំបានសិក្សាមកគឺ ICC មាន5ចំណុចដែលខ្ញុំចង់លើកយកមកជូនបងប្អូននៅពេលនេះទី1គឺ ICC នឹងគេធ្វើការស៊ើបអង្កេតនឹងនាំបុគ្គលទាំងឡាយណាដែលបានប្រព្រឹត្តបទអក្រិតកម្មអន្តរជាតិដើម្បីយកមកធ្វើការកាត់ទោសបាទអញ្ចឹងកិច្ចការរបស់គេទី1គឺអញ្ចឹងបុគ្គលទាំងឡាយណានៅលើលោកនៅលើសកលលោកយើងហ្នឹងដែលត្រូវបានគេចាត់ទុកថាជាមនុស្សដែលបានប្រព្រឹត្តនៅអំពើអក្រិតកម្មអន្តរជាតិហើយប្រព្រឹត្តធ្ងន់ធ្ងរទៀតបាទអញ្ចឹងបុគ្គលប្រភេទហ្នឹងត្រូវបាន ICC គេធ្វើការងារបាទទី2 ICC នេះគឺគេតម្រូវឲ្យមេដឹកនាំទាំងឡាយណាដែលបានប្រព្រឹត្តខុសឆ្គងដែលបានប្រព្រឹត្តនៅអំពើខុសខើសាហាវយង់ឃ្នងហ្នឹងមកទទួលខុសត្រូវចំពោះមុខច្បាប់បាទហើយគេតម្រូវឲ្យបុគ្គលនោះគឺបញ្ឈប់នៅរាល់សកម្មភាពទាំងឡាយណាដែលខ្លួនបានប្រព្រឹត្តយ៉ាងយង់ឃ្នងទៅលើមនុស្សជាតិបាទនេះជាកិច្ចការទី2របស់អង្គការអក្រិតកម្មសង្គ្រាមរបស់អង្គការអក្រិតកម្មអន្តរជាតិហ្នឹងហើយនេះទូរនីតិទី2របស់គេបាទទូរនីតិទី3បើខ្ញុំចង់និយាយពីទូរនីតិទី2នឹងតិចទៀតបើតើអំពើខុសខើឬក៏អំពើយង់ឃ្នងហ្នឹងគេសំដៅទៅលើអីខ្លះបាទអញ្ចឹងអ្វីដែលខ្ញុំបានដកស្រង់មកទី1គឺអំពើបល្ល័យពូជសាសន៍ដូចជាអំពើបល្ល័យពូជសាសន៍កាលយើងបល្ល័យពូជសាសន៍របស់ប៉ុល ពតអញ្ចឹងអំពើបល្ល័យពូជសាសន៍នេះគឺជាទង្វើមួយដែលចង់ផ្ដាច់ផ្ដាល់នៅជាតិសាសន៍មួយឲ្យអស់ពីលើផែនដីហ្មងឬក៏ផ្ដាច់ជាតិសាសន៍ណាមួយផ្នែកណាមួយនៃជាតិសាសន៍ណាមួយអញ្ចឹងទៅបាទហើយតាក់ទងទៅនឹងក្រុមណាមួយដែលយើងចង់បំផ្លាញអស់ពីលើផែនដីហ្នឹងក៏គេចាត់ទុកថារបបបល្ល័យពូជសាសន៍ដែរខ្ញុំឧទាហរណ៍ថាសាសនាឧទាហរណ៍ឥឡូវប្រទេសហ្នឹងគាត់កាន់សាសនាកអញ្ចឹងទៅអញ្ចឹងប៉ុន្តែនៅក្នុងប្រទេសហ្នឹងក៏មានអ្នកគោរពខាងសាសនាខមួយផ្នែកតូចអញ្ចឹងទៅអញ្ចឹងគេចង់បំបត្តិអ្នកគោរពសាសនាខហ្នឹងចោលហ្មងកុំឲ្យមាននៅក្នុងប្រទេសរបស់គេហ្មងគេសម្លាប់រង្គាលចោលហ្មងទាំងអស់ហ្នឹងគេហៅថាទង្វើបល្ល័យពូជសាសន៍ចឹងមេដឹកនាំប្រភេទហ្នឹងគឺត្រូវបានតុលាការអន្តរជាតិធ្វើការហើយបាទចំណុចមួយទៀតគឺគេហៅថាការបំផ្លិចបំផ្លាញនៅបេតិកភណ្ឌខ្ញុំឧទាហរណ៍ដូចជាការកំទេចប្រាសាទដែលជាបេតិកភណ្ឌពិភពលោកដែលជាបេតិកភណ្ឌជាតិចឹងការបំផ្លិចបំផ្លាញរបស់ដែលជាវប្បធម៌សម្រាប់ប្រទេសមួយឬក៏ជាវប្បធម៌សម្រាប់មនុស្សជាតិអញ្ចឹងគេចាត់ទុកថាជាទង្វើខុសខើជាទង្វើយង់ឃ្នងដែលអាចប្តឹងផ្តល់ទៅតុលាការអន្តរជាតិបានអញ្ចឹងយើងមើលទង្វើដែលថៃបានឈ្លានពានមកលើខ្មែរតើវាប៉ះពាល់អីខ្លះតើមានការបំផ្លិចបំផ្លាញដល់វប្បធម៌បំផ្លិចបំផ្លាញដល់អ្វីដែលជាវប្បធម៌របស់ប្រទេសកម្ពុជាដែរឬទេថាមានការបំផ្លាញប្រាសាទការបំផ្លាញរូបសំណាកបាទទី2គឺការប្រឆាំងទៅលើមនុស្សជាតិបាទគឺការប្រឆាំងទៅលើមនុស្សជាតិការប្រឆាំងទៅលើជាតិសាសន៍ណាមួយការប្រឆាំងទៅលើសេរីភាពឬក៏ស្អីរបស់មនុស្សហ្នឹងគឺនិយាយរួមគឺការធ្វើទុកបុកម្នេញផ្សេងទៅលើមនុស្សយើងលើលោកហ្នឹងបាទហើយចំណុចមួយទៀតហ្នឹងត្រូវបានគេចាត់ទុកថាជាគេហៅអក្រិតកម្មសង្គ្រាមបាទអក្រិតកម្មសង្គ្រាមអញ្ចឹងយើងមើលទង្វើដែលថៃធ្វើមកលើខ្មែរហ្នឹងក៏វាស្ថិតនៅក្នុងអក្រិតកម្មសង្គ្រាមដែរបាទគឺការសម្លាប់រង្គាលដែលជាទង្វើឈ្លានពានព្រោះមិនមែនជាបំណងរបស់ខ្មែរទេខ្មែរគ្រាន់តែទប់ស្កាត់ទេខ្មែរត្រូវការសន្តិភាពខ្មែរគ្រាន់តែទប់ស្កាត់នៅការឈ្លានពានទេប៉ុន្តែអ្នកដែលបានប្រព្រឹត្តរំលោភនៅច្បាប់អន្តរជាតិឈ្លានពានមកលើប្រទេសណាមួយមានការសម្លាប់រង្គាលរំផ្លិចបំផ្លាញទាំងអស់ហ្នឹងគេហៅចាត់ទុកជាអំពើខុសខើចាត់ទុកជាអក្រិតកម្មសង្គ្រាមដែលអាចដោះស្រាយគ្នាតាមរយៈប្រព័ន្ធតុលាការអន្តរជាតិបានបាទហើយមួយទៀតហ្នឹងគឺតុលាការអន្តរជាតិហ្នឹងគេ
គេអាចចូលរួមសហការជាមួយប្រទេសណាមួយក្នុងការរៀបចំប្រព័ន្ធច្បាប់ដោះស្រាយបញ្ហាដែលពាក់ព័ន្ធទៅនឹងផ្លូវច្បាប់ហើយក្នុងករណីដែលប្រទេសនោះมันមានលទ្ធភាពក្នុងការកាត់ក្តីឬក៏មិនចង់ធ្វើឬក៏កង្វះខាតអញ្ចឹងតុលាការអន្តរជាតិគេអាចចូលរួមដើម្បីដោះស្រាយបញ្ហាក្តីនឹងបានយើងឧបមាដូចជាតុលាការខ្មែរក្រហមអីចឹងហើយមានការចូលរួមពីតុលាការអន្តរជាតិមានការចូលរួមពីបរទេសដើម្បីរៀបចំប្រព័ន្ធច្បាប់នឹងមួយឲ្យអាចទទួលយកបានបាទហើយចំណុចមួយទៀតដែរតុលាការអន្តរជាតិនឹងគេអាចជួយដល់ប្រទេសមួយក្នុងការរៀបចំសំណើដាក់ពាក្យបណ្ដឹងទៅតុលាការអន្តរជាតិហ្នឹងក៏ជាកិច្ចការរបស់គេគេយើងថាលើមិនដឹងប្តឹងទៅគេយ៉ាងម៉េចអញ្ចឹងយើងអាចប្រមូលពាក្យបណ្ដឹងហ្នឹងហើយយើងអាចតាក់ទងទៅតុលាការអន្តរជាតិហ្នឹងគេអាចរៀបចំនៅជួយរៀបចំនៅពាក្យបណ្ដឹងរបស់យើងដើម្បីប្តឹងទៅលើទង្វើណាមួយដែលបានធ្វើខុសឆ្គងមកលើខ្លួនបាទហើយចំណុចទី5តុលាការអន្តរជាតិនេះគឺគេព្យាយាមគ្រប់មធ្យោបាយដើម្បីទប់ស្កាត់យ៉ាងម៉េចកុំឲ្យអំពើអក្រិតនឹងកើតឡើងមានទៀតនៅសម្រាប់ពេលអនាគតបាទអញ្ចឹងនីតិវិធីទាំងអស់ហ្នឹងទូនាទីទាំងអស់ហ្នឹងគឺជាកិច្ចការរបស់តុលាការអន្តរជាតិក្នុងការធ្វើការងារដើម្បីទប់ស្កាត់ឬក៏ដោះស្រាយនៅវិវាទទាំងឡាយដែលតាក់ទងទៅនឹងអក្រិតកម្មធ្ងន់ធ្ងរទៅលើមនុស្សជាតិទៅលើប្រទេសណាមួយនៅលើសកលលោកយើងហ្នឹងអញ្ចឹងគេមានទូនាទីក្នុងការធ្វើការងារហ្នឹងបាទអញ្ចឹងអ្វីដែលខ្ញុំលើកមកប៉ុណ្ណេះដើម្បីជាគតិមួយឲ្យបងប្អូនបានយល់ថាតើតុលាការអន្តរជាតិនេះគេធ្វើស្អីខ្លះដែលយើងប្តឹងទៅគេហ្នឹងបាទអញ្ចឹងICC ហ្នឹងគឺទូនាទីរបស់គេអញ្ចឹងមិនមែន ICJ ទេ ICJ ជារឿងមួយផ្សេងទៀតតែនេះគឺ ICC បាទអញ្ចឹងក៏គេហៅថា International Criminal Court បាទអញ្ចឹងប៉ុណ្ណឹងខ្ញុំជឿថាបងប្អូនអាចមានបានជាកតិខ្លះបាទសូមអរគុណសូមជម្រាបលា